ចាជំរាបសួរអស់លោកស្រីនៅក្នុងវីដេអូនេះនាងខ្ញុំសូមបង្ហាញជូនអំពីវិធីនៃការបំពេញកម្រងសំណួរមន្ត្រីភូមិតាមរយៈប្រព័ន្ធកម្រងសំណួរអនឡាញចាមុននឹងបំពេញកម្រងសំណួរអនឡាញចាខ្ញុំសូមឲ្យលោកស្រីចាធ្វើការសិក្សាចាអំពីឯកសារជំនួយស្មារតីដែលផ្ញើជូនដោយមន្ត្រីទទួលបន្ទុកនៅតាមរាជធានីខេត្តរបស់អស់លោកស្រីចានៅក្នុងឯកសារជំនួយស្មារតីនេះក៏បានភ្ជាប់ជូនជាមួយនៅកម្រងសំណួរនៅក្នុងឧបសម្ព័ន្ធចាដែលយើងបានបែងចែកចេញជាពីរផ្នែកសំខាន់ចាទី1ចាគឺផ្នែកទី1គឺពាក់ព័ន្ធជាមួយនឹងក្រុមអ្នកត្រួតត្រងសុខភាពភូមិគណនេយ្យភាពសង្គមនិងអ្នកស្ម័គ្រចិត្តផ្សេងៗទៀតចាអញ្ចឹងសូមលោកអ្នកស្វែងរកព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងកម្រងសំណួរនៅក្នុងផ្នែកទី1នេះជាមុនសិនមុនពេលដែលលោកអ្នកធ្វើការបំពេញកម្រងសំណួរអនឡាញចារីឯផ្នែកទី2នៃកម្រងសំណួរគឺសួរលម្អិតអំពីព័ត៌មានមន្ត្រីភូមិចាមន្ត្រីភូមិមានមេភូមិចាអនុប្រធានភូមិហើយនិងជំនួយការភូមិព័ត៌មានសំណួរដែលសួរគឺសួរអំពីភេទអាយុកម្រិតសិក្សារយៈពេលបំពេញការងារចាហើយនឹងស្ថានភាពការងាររបស់មន្ត្រីភូមិចាអញ្ចឹងនៅពេលដែលលោកស្រីប្រមូលព័ត៌មានបានគ្រប់គ្រាន់ចាអំពីមន្ត្រីភូមិនៅគ្រប់ភូមិទាំងអស់នៅក្នុងមូលដ្ឋានឃុំសង្កាត់លោកស្រីអញ្ចឹងលោកស្រីអាចបន្តទៅធ្វើការបំពេញកម្រងសំណួរអនឡាញតាមរយៈតំណភ្ជាប់ចាដែលផ្ដល់ជូនដោយក្រុមការងាររាជធានីខេត្តចាអញ្ចឹងបើសិនជាលោកអ្នកធ្វើការបំពេញកម្រងសំណួរជាលើកដំបូងចា link ដែលតំណភ្ជាប់ដែលលោកស្រីចុចទៅគឺនឹងបង្ហាញជូននៅចាផ្ទាំងបែបនេះចាក៏ប៉ុន្តែបើសិនជាលោកស្រីធ្លាប់បានបំពេញកម្រងសំណួរពីមុនមកហើយបំពេញអត់ចប់អញ្ចឹងពេលដែលលោកស្រីត្រឡប់ទៅធ្វើការចុចលើតំណភ្ជាប់សារឡើងវិញចាលោកស្រីនឹងឃើញផ្ទាំងបែបនេះចាអញ្ចឹងផ្ទាំងនេះគឺសួរថាតើលោកស្រីចង់បន្តចាឆ្លើយសំណួរបន្តទៅលើកម្រងសំណួរដែលឆ្លើយអត់ទាន់ចប់ចាឬមួយក៏យើងចង់ឆ្លើយសំណួរសាថ្មីចាបើសិនជាលោកស្រីចង់បន្តចាអញ្ចឹងអាចចុចទៅលើផ្ទាំងពណ៌ទឹកក្រូចនេះចាមានន័យថា load record មានន័យថាអ្វីដែលយើងបានបំពេញលើកមុនហ្នឹងអត់បាត់ទៅណាទេចាគាត់ថាយើងបំពេញអត់ទាន់ចប់អញ្ចឹងយើងអាចបំពេញបន្តទៀតចាអញ្ចឹងខ្ញុំចុចទៅលើ load record នេះគឺវានឹងបន្តទៅលើសំណួរដែលយើងបានឆ្លើយខ្លះរួចមកហើយចាប៉ុន្តែវគ្គនេះគឺខ្ញុំសូមធ្វើការបំពេញកម្រងសំណួរថ្មីចាមានថាថ្មីយើងអត់បានពេញពីមុនមកទេចាអញ្ចឹងនៅពេលដែលយើងបំពេញកម្រងសំណួរថ្មីចាគឺយើងនឹងឃើញផ្ទាំងបែបនេះចាអញ្ចឹងលោកស្រីអាចចុចទៅលើសញ្ញាព្រួយចាដើម្បីបន្តទៅលើការឆ្លើយសំណួរចាអញ្ចឹងសំណួរទី1គឺសួរអំពីឈ្មោះចារបស់អ្នកតបកម្រងសំណួរចាអញ្ចឹងខ្ញុំសូមវាបញ្ចូលឈ្មោះខ្លួនឯងចាគឺឈ្មោះធាសុភីចាហើយសំណួរទី2ចាសួរអំពីតួនាទីចាដោយសារថាកម្រងសំណួរយើងនេះសំដៅទៅលើស្មានឃុំសង្កាត់ចាហើយអញ្ចឹងនៅក្នុងនេះខ្ញុំឧទាហរណ៍ចាខ្ញុំឧទាហរណ៍ថាខ្លួនខ្ញុំនឹងជាស្មានឃុំសង្កាត់ចាតែជាក់ស្ដែងបើសិនជាមានមន្ត្រីផ្សេងទៀតដែលអាចឆ្លើយសំណួរនេះបានណាចាអញ្ចឹងលោកស្រីអាចឆ្លើយតាមតួនាទីជាក់ស្ដែងរបស់ខ្លួនឯងចាអញ្ចឹងខ្ញុំសូមចុចថាស្មានចាអញ្ចឹងលេខទូរស័ព្ទនៅសំណួរទី3នេះចាសួរអំពីលេខទូរស័ព្ទកន្លែងនេះគឺយើងត្រូវបំពេញជាលេខឡាតាំងចាយើងបំពេញជាលេខខ្មែរគឺប្រព័ន្ធយើងអត់ស្គាល់ទេអញ្ចឹងយើងបដូរចាបដូរហ្វុងអក្សរមកជាលេខឡាតាំងចាអញ្ចឹងខ្ញុំដាក់ថា012 12 12 12ចាការបរិច្ឆេទចាការបរិច្ឆេទនៃការបំពេញកម្រងសំណួរចាប្រព័ន្ធយើងនឹងចាប់យកការបរិច្ឆេទជាក់លាក់គឺនៅពេលដែលលោកស្រីជុំពេញកម្រងសំណួរដោយស្វ័យប្រវត្តិចាអញ្ចឹងលោកស្រីមិនបាច់ចាំធ្វើការបំពេញលើការបរិច្ឆេទនេះទេចាដើម្បីឆ្លើយសំណួរបន្តគឺយើងចុចទៅលើសញ្ញាព្រួយនេះចាអញ្ចឹងសំណួរបន្ទាប់នេះសួរអំពីទីតាំងចាទីតាំងដែលយើងធ្វើការបំពេញកម្រងសំណួរចាអញ្ចឹងរាជធានីខេត្តចានៅក្នុងនេះយើងមាន25រាជធានីខេត្តអញ្ចឹងខ្ញុំសូមជ្រើសរើសខេត្តកោះកុងចាហើយក្រុងស្រុកខណ្ឌក៏យើងត្រូវជ្រើសរើសដែរអញ្ចឹងនាងខ្ញុំសូមជ្រើសរើសស្រុកថ្មបាំងចាឃុំសង្កាត់ចាឃុំសង្កាត់នៅក្នុងស្រុកថ្មបាំងនេះចាមានចំនួនប៉ុណ្នេះចាអញ្ចឹងខ្ញុំសូមជ្រើសរើសយកឃុំប្រឡាយចានេះជាឧទាហរណ៍ទេលោកស្រីចាខ្ញុំអត់មានព័ត៌មានជាក់លាក់សម្រាប់ឃុំប្រឡាយនៅក្នុងខេត្តកោះកុងទេចាឧទាហរណ៍នៅក្នុងនេះគឺគ្រាន់តែនេះខ្ញុំលើកឡើងដើម្បីផ្ដល់ជាចាព័ត៌មាននៃវិធីសាស្ត្រក្នុងការបំពេញកម្រងសំណួរចាតែមិនមែនជាព័ត៌មានជាក់ស្ដែងទេអញ្ចឹងបើសិនជាមានការខុសឆ្គងអីចាសូមលោកស្រីដែលចានៅក្នុងមូលដ្ឋានឃុំប្រឡាយចាអធិស្ឋានផងចាអញ្ចឹងសំណួរបន្ទាប់គឺសួរអំពីទីតាំងភូមិសាស្ត្រ GPS អញ្ចឹងលោកស្រីឃើញទេថានៅនេះមានប៊ូតុងមួយនៅខាងស្ដាំដៃចាមូនេះដូចរូបផែនដីអញ្ចឹងដែលយើងអាចចុចពីលើដើម្បីឲ្យទូរស័ព្ទឬក៏កុំព្យូទ័រយើងចាចាប់យកទីតាំងភូមិសាស្ត្រជាក់លាក់អញ្ចឹងខ្ញុំចុចទៅលើសញ្ញាផែនដីមូតូចនេះអញ្ចឹងឃើញ
ចាព័ត៌មានទាក់ទងមួយទីតាំងភូមិសាស្ត្រយើងលោតឡើងចាក៏ coordinate ភូមិសាស្ត្រចាប៉ុន្តែបើសិនជានៅទីតាំងលោកស្រីអត់សូវមានអ៊ីនធឺណិតល្អចាអញ្ចឹងក៏អត់បញ្ហាដែរមានន័យថាយើងនៅតែអាចបំពេញកម្រងសំណួរបានទេគ្រាន់តែថាទូរស័ព្ទឬក៏ចាកុំព្យូទ័រយើងមិនអាចចាប់យកទីតាំងបានជាក់លាក់តែមិនជាបញ្ហាអីទេចាលោកលោកស្រីនៅតែអាចបន្តបំពេញកម្រងសំណួរទៅមុខទៀតចាអញ្ចឹងខ្ញុំចុចលើសញ្ញាព្រួយដើម្បីបំពេញកម្រងសំណួរបន្ទាប់ចាសំណួរបន្ទាប់សួរថាតើនៅក្នុងឃុំសង្កាត់របស់លោកអ្នកមានភូមិដែលទទួលស្គាល់ជាផ្លូវការចំនួនប៉ុន្មានចាអញ្ចឹងសម្រាប់ឃុំប្រឡាយខ្ញុំសូមដាក់ថាចំនួន4ភូមិចាសំណួរ Q1 នេះចា Q1 នេះគឺសំខាន់ចាពីព្រោះថាសំណួរបន្តទៅទៀតគឺយើងនឹងត្រូវផ្ទៀងផ្ទាត់ជាមួយនឹងសំណួរ Q1 នេះចាអញ្ចឹងខ្ញុំសូមឆ្លើយថា4ចាបន្តមកទៀតខ្ញុំចុចសញ្ញាព្រួយដើម្បីឆ្លើយសំណួរបន្ទាប់ចាអញ្ចឹងសំណួរបន្ទាប់យើងនឹងចូលមកដល់សំណួរផ្នែកទី1ចាកម្រងសំណួរផ្នែកទី1អញ្ចឹងគឺក្រុមអ្នកត្រួតត្រងសុខភាពភូមិគណនេយ្យភាពសង្គមនិងអ្នកស្ម័គ្រចិត្តផ្សេងចាអញ្ចឹងសំណួរសួរថាសំណួរទី2នៃផ្នែកទី1នេះសួរថាតើក្នុងឃុំសង្កាត់របស់លោកអ្នកមានមន្ត្រីភូមិប៉ុន្មានអ្នកចាមន្ត្រីភូមិគឺយើងសំដៅទៅលើមេភូមិអនុប្រធានភូមិនិងសមាជិកភូមិចាអញ្ចឹងនៅក្នុងនេះខ្ញុំសូមឆ្លើយថាមាន12រូបចាបន្តមកទៀតសំណួរ Q3 សួរថាតើលោកអ្នកដឹងច្បាស់អំពីក្រុមត្រួតត្រងសុខភាពភូមិឬទេចាបើខ្ញុំឆ្លើយថាដឹងមិនច្បាស់ឬក៏មិនដឹងអញ្ចឹងយើងនឹងឃើញសារមួយនេះដែលលោតឡើងថាបើអ្នកដឹងមិនច្បាស់អំពីក្រុមត្រួតត្រងសុខភាពភូមិទេសូមស្វែងរកព័ត៌មានពីក្រុមត្រួតត្រងសុខភាពភូមិនៅតាមកម្រងសំណួរដែលភ្ជាប់ជូនជាមុនសិនមុននឹងឆ្លើយសំណួរបន្ទាប់ចាអញ្ចឹងមានន័យថាខ្ញុំត្រូវទៅសិក្សាចាអំពីក្រុមត្រួតត្រងសុខភាពភូមិសិនចាបន្ទាប់ពីដឹងច្បាស់ហើយខ្ញុំនឹងបំពេញកម្រងសំណួរបន្ទាប់ទៀតចាអញ្ចឹងឡើយនេះបន្ទាប់ពីខ្ញុំសិក្សាហើយខ្ញុំដឹងច្បាស់អញ្ចឹងខ្ញុំដូរមកចុចថាដឹងច្បាស់អញ្ចឹងសារមិញហ្នឹងគឺរលុបបាត់ហើយចាអញ្ចឹងសំណួរទី4សួរថាតើមានមន្ត្រីភូមិមេភូមិអនុប្រធានភូមិនិងសមាជិកភូមិប៉ុន្មានអ្នកដែលកំពុងបំពេញតួនាទីក្នុងការងារជាក្រុមត្រួតត្រងសុខភាពភូមិចាអញ្ចឹងកន្លែងនេះខ្ញុំសូមឆ្លើយថា5រូបចា5រូបចាប៉ុន្តែបើសិនជាខ្ញុំដាក់ថា15រូបវិញមានរឿងអីកើតឡើងចាពេលដែលខ្ញុំដាក់ថា15រូបស្រាប់តែមានចេញសារពណ៌ក្រហមនេះសារនេះគឺប្រាប់យើងថាចំនួននេះมันអាចច្រើនជាងចំនួនមន្ត្រីភូមិក្នុងសំណួរ Q2 ទេចាហេតុអីព្រោះនៅក្នុងសំណួរ Q2 នេះយើងឆ្លើយថានៅក្នុងឃុំសង្កាត់យើងមានមន្ត្រីភូមិចំនួន12រូបចាប៉ុន្តែ Q4 យើងឆ្លើយថាមានមន្ត្រីភូមិចំនួន15រូបដែលកំពុងតែបំពេញតួនាទីក្នុងក្រុមការងារត្រួតត្រងសុខភាពភូមិចាអញ្ចឹង15ច្រើនជាង12មិនអាចទេព្រោះថាមន្ត្រីភូមិមានតែ12រូបឬអីយើងមានមន្ត្រីភូមិដែលបម្រើការងារក្នុងក្រុមការងារត្រួតត្រងសុខភាពភូមិដល់ទៅ15ចាអញ្ចឹងមិនត្រឹមត្រូវទេអញ្ចឹងកម្រងសំណួរយើងមិនអនុញ្ញាតឲ្យយើងបំពេញសំណួរបន្ទាប់មកទៀតទេឬក៏មិនអាចឲ្យយើងបញ្ជូនកម្រងសំណួរនឹងបានជោគជ័យអញ្ចឹងយើងត្រូវធ្វើការកែសម្រួលចាអញ្ចឹងខ្ញុំសូមឆ្លើយថាមានតែ5រូបទេចាអញ្ចឹងសារពណ៌ក្រហមហ្នឹងគឺរលុបបាត់ហើយចាមានតែ5នេះជាចំនួនដែលអាចទទួលយកបានចាអញ្ចឹងសំណួរបន្ទាប់សំណួរទី5សួរថាតើមានមន្ត្រីភូមិប៉ុន្មានអ្នកដែលធ្លាប់ទទួលបានការបណ្ដុះបណ្ដាលការងារជាក្រុមត្រួតត្រងសុខភាពភូមិពីមុនចាអញ្ចឹងសំណួរនេះបើសិនយើងឆ្លើយថា15ចាអញ្ចឹងអត់ចេញសារក្រហមទេហេតុអីដែលហេតុថាសំណួរនេះគឺយើងចង់សួរអំពីចាចំនួនមន្ត្រីភូមិដែលធ្លាប់ទទួលការបណ្ដុះបណ្ដាលពីមុនមកចាទោះបីជាឥឡូវហ្នឹងគាត់លែងជាមន្ត្រីភូមិក៏ដោយក៏យើងនៅតែអាចចាកត់ត្រាចំនួនគាត់ចូលដែរចាអញ្ចឹងឃើញថាយើងដាក់15ទៅក៏ប្រព័ន្ធរបស់យើងហ្នឹងអត់ចេញសារដើម្បីធ្វើការរំលឹកយើងដែរចាប៉ុន្តែឲ្យតែចំនួននោះជាចំនួនពិតជាក់ស្ដែងប៉ុន្តែនៅក្នុងនេះខ្ញុំសូមដាក់ថាមានតែ10រូបទេដែលធ្លាប់បានបំពេញដែលធ្លាប់បានទទួលការបណ្ដុះបណ្ដាលចាជាក្រុមត្រួតត្រងសុខភាពភូមិពីមុនមកចាអញ្ចឹងយើងទៅសំណួរទី6សួរថាតើក្រុមអ្នកត្រួតត្រងសុខភាពភូមិនៅក្នុងឃុំសង្កាត់លោកអ្នកមានចំនួនប៉ុន្មានអ្នកចាសំណួរនេះមានន័យថាសួរអំពីក្រុមត្រួតត្រងសុខភាពភូមិសរុបមិនចាំបាច់ថាជាមន្ត្រីភូមិទេចាមិនមែនជាមន្ត្រីភូមិក៏យើងឆ្លើយបានដែរឲ្យតែគាត់បម្រើការងារនៅក្នុងក្រុមការងារហ្នឹងចាអញ្ចឹងខ្ញុំសូមឆ្លើយថាមាន10រូបចាមានន័យថាមានមន្ត្រីភូមិផងមានអ្នកដែលមិនមែនជាមន្ត្រីភូមិផងសរុបទាំងអស់10នាក់ចាអញ្ចឹងសំណួរទី7សួរថាតើក្រុមត្រួតត្រងសុខភាពភូមិបានទទួលការឧបត្ថម្ភដោយថវិកាឃុំសង្កាត់របស់លោកអ្នកដែរឬទេចាកន្លែងនេះលោកស្រីអាចឆ្លើយតាមចាការពិតជាក់ស្ដែងបើសិនជាគាត់អត់បានទទួលការឧបត្ថម្ភអីទេយើងអាចឆ្លើយថាទេចានៅពេលដែលយើងឆ្លើយថាទេយើងឃើញថាសំណួរយើងហ្នឹងគឺរំលងដល់សំណួរទី11ពីទី7មកទី11មានន័យថាសំណួរដែលពាក់ព័ន្ធរឿងថវិកាឧបត្ថម្ភអត់លោតឡើងទេចាយើងអត់បាច់ចាំបាច់ឆ្លើយទេចាប៉ុន្តែបើសិនជាជាក់ស្ដែងចាក្រុមការងារត្រួតត្រងសុខភាពភូមិរបស់យើងហ្នឹងគឺទទួលបានប្រាក់ឧបត្ថម្ភអញ្ចឹងយើងអាចឆ្លើយថាបាទចាស់ទេចាឬក៏មួយទៀតថាក្នុងភូមិយើងហ្នឹងអត់មានមន្ត្រីដែលធ្វើការងារតាក់ទងមួយក្រុមត្រួតត្រងសុខភាពភូមិទេមានន័យថាអត់មានក្រុមការងារត្រួតត្រងសុខភាពភូមិទេគឺ0ចាហើយក៏មានមន្ត្រីភូមិធ្វើការងារដែរចា
ចឹងកន្លែងហ្នឹងតាក់ទងមកឧបត្ថម្ភយើងអាចថាមិនពាក់ព័ន្ធចាព្រោះអត់មានមន្ត្រីភូមិចាឬក៏អត់មានក្រុមការងារត្រួតត្រងសុខភាពភូមិនៅភូមិយើងទេចាអញ្ចឹងអាចឆ្លើយថាមិនពាក់ព័ន្ធទេតាក់ទងជាមួយនឹងការទទួលប្រាក់ឧបត្ថម្ភចាពីថវិកាឃុំសង្កាត់អីចឹងចាប៉ុន្តែនៅក្នុងនេះខ្ញុំឆ្លើយថាមានចាព្រោះធាតុពិតគឺមានចាអញ្ចឹងខ្ញុំដាក់លេខពីមុនហ្នឹងមកវិញចាឲ្យគាត់ទទួលបានប្រាក់ឧបត្ថម្ភចាអញ្ចឹងខ្ញុំឆ្លើយទៀតសំណួរទី8សំណួរទី8សួរថាតើក្រុមអ្នកត្រួតត្រងសុខភាពភូមិម្នាក់ទទួលបានការឧបត្ថម្ភក្នុងមួយខែប៉ុន្មានគិតជាប្រាក់រៀលចាអញ្ចឹងនេះជាឧទាហរណ៍ណាចាខ្ញុំថាគាត់ទទួលបាន20000រៀលក្នុងម្នាក់ក្នុងមួយខែចាបន្ទាប់មកសំណួរបន្ទាប់សួរថាតើថវិកាឧបត្ថម្ភហ្នឹងបានទទួលប្រភពមកពីណាចាអញ្ចឹងកន្លែងនេះគឺលោកស្រីអាចឆ្លើយបានច្រើនប្រភពតាមការពិតជាក់ស្ដែងចាអញ្ចឹងសម្រាប់ឃុំបន្លែចាគឺគាត់បានទទួលថវិកាពីថវិការដ្ឋហើយនិងថវិកាដៃគូចាអញ្ចឹងបន្តទៀតទៅសំណួរទី10ដែលសួរថាតើការឧបត្ថម្ភប្រចាំខែរបស់អ្នកត្រួតត្រងសុខភាពភូមិមានទំហំទឹកប្រាក់សរុបប៉ុន្មានក្នុងមួយខែចាអញ្ចឹងខ្ញុំសូមដាក់ថា200,000រៀលសរុបក្នុងមួយខែចាអញ្ចឹងសំណួរទី11ចាសំណួរទី11សួរថាតើឃុំសង្កាត់លោកអ្នកអាចឧបត្ថម្ភថ្លៃសេវាទូរស័ព្ទដល់ក្រុមអ្នកត្រួតត្រងសុខភាពភូមិម្នាក់ប៉ុន្មានដែរក្នុងមួយខែចាកន្លែងនេះតាមជាក់ស្ដែងដែរចាបើសិនជាឃុំយើងមិនអាចផ្ដល់ការឧបត្ថម្ភដល់ថ្លៃសេវាទូរស័ព្ទទេយើងអាចឆ្លើយថា0ចាឬក៏លោកស្រីមិនអាចសម្រេចបានទេអត់ដឹងទេថាអត់ដៃក្រមមិនដឹងថាអាចឧបត្ថម្ភបានប្រមាណណាចាអញ្ចឹងអាចដាក់ថាមិនដឹងចាជាក់ស្ដែងឬក៏ឃុំយើងបានក្រងចាធ្លាប់គិតគូរដែរថាយើងនឹងអាចផ្ដល់សេវាថ្លៃទូរស័ព្ទទៅដល់ក្រុមអ្នកត្រួតត្រងសុខភាពភូមិចំនួនប៉ុណ្នេះអីចឹងលោកលោកស្រីអាចឆ្លើយតាមចំនួនជាក់ស្ដែងអញ្ចឹងក្នុងពេលនេះខ្ញុំសូមលោកឧទាហរណ៍ថាយើងអាចផ្ដល់ជូនគាត់ពី4000ទៅ8000រៀលក្នុងមួយខែទៅដល់ថ្លៃទូរស័ព្ទទៅដល់អ្នកត្រួតត្រងសុខភាពភូមិម្នាក់ចាអញ្ចឹងយើងបន្តទៅសំណួរទី12សួរថាតើប្រជាពលរដ្ឋត្រូវបានជ្រើសរើសជាក្រុមអ្នកត្រួតត្រងសុខភាពភូមិឬទេចាក្រៅពីមន្ត្រីភូមិចាអញ្ចឹងលោកលោកស្រីឆ្លើយតាមជាក់ស្ដែងអាចថាបាទចាស់ទេបាទចាស់ឬក៏ទេចាឬក៏មិនពាក់ព័ន្ធបើសិនយើងអត់មានមិនក្រុមត្រួតត្រងសុខភាពភូមិទេយើងអាចថាមិនពាក់ព័ន្ធចាតែបើសិនជាមានប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើសជាក្រុមអ្នកត្រួតត្រងសុខភាពភូមិយើងអាចឆ្លើយថាបាទចាស់អញ្ចឹងពេលនេះខ្ញុំសូមឆ្លើយថាបាទចាស់មានចាសំណួរទី13សួរថាតើក្រុមអ្នកត្រួតត្រងសុខភាពភូមិត្រូវបានតែងតាំងដោយមេឃុំចៅសង្កាត់ឬទេចាអញ្ចឹងលោកលោកស្រីឆ្លើយតាមជាក់ស្ដែងចាអញ្ចឹងក្នុងឃុំបន្លែនេះខ្ញុំឧបមាថាមេឃុំគាត់បានតែងតាំងចាអញ្ចឹងខ្ញុំឆ្លើយថាបាទចាអញ្ចឹងតទៅសំណួរទី14ចាសួរថាតើអ្នកដឹងពីក្រុមការងារគណនេយ្យភាពសង្គមដែរឬទេចាសំណួរទី14នេះសួរអំពីក្រុមការងារគណនេយ្យភាពសង្គមវិញម្ដងចាអញ្ចឹងបើសិនជាយើងដឹងអត់ច្បាស់ឬក៏មិនដឹងទេចាមានសារមួយលោតឡើងដែរថាឲ្យយើងទៅសិក្សាសិនមុននឹងឆ្លើយសំណួរបន្ទាប់ចាតែបើយើងដឹងច្បាស់ហើយយើងអាចចាត់ថាដឹងច្បាស់អញ្ចឹងយើងអាចឆ្លើយសំណួរបន្តទៀតបានចាអញ្ចឹងសំណួរទី15សួរថាតើមានមន្ត្រីភូមិចាប៉ុន្មានអ្នកដែលបានទទួលការបណ្ដុះបណ្ដាលការងារគណនេយ្យភាពសង្គមចាអញ្ចឹងបើសិនជាលោកអ្នកអត់ដឹងចាពេលខ្លះយើងប្រឹងសិក្សាស្រាវជ្រាវតែនៅតែអត់ដឹងចាអញ្ចឹងអាចរំលងសំណួរនេះបានចាប៉ុន្តែបើសិនជាអត់មានទេភូមិលោកអ្នកមានមន្ត្រីភូមិណាទទួលបានការបណ្ដុះបណ្ដាលទេយើងអាចឆ្លើយថា0ចាអត់បញ្ហាទេចាប៉ុន្តែសម្រាប់ឃុំបន្លែខ្ញុំដឹងថាមានចំនួន5រូបដែរដែលគាត់ទទួលបានការបណ្ដុះបណ្ដាលណាចាអញ្ចឹងខ្ញុំដាក់លេខ5នៅក្នុងនេះចាអញ្ចឹងតទៅសំណួរទី16សួរថាតើមានមេភូមិអនុប្រធានភូមិនិងសមាជិកភូមិប្រមាណអ្នកដែលកំពុងបំពេញតួនាទីក្នុងការងារគណនេយ្យភាពសង្គមចាអញ្ចឹងខ្ញុំសូមឆ្លើយថា5រូបដែរចាទទួលការបណ្ដុះបណ្ដាល5ហើយគាត់ក៏បំពេញការងារនៅក្នុងការងារគណនេយ្យភាពសង្គមនឹង5រូបដែរចាតាមជាក់ស្ដែងចាបើឃុំលោកស្រីមានចំនួនប្រមាណមន្ត្រីភូមិដែលកំពុងបំពេញតួនាទីនេះចាលោកស្រីឆ្លើយតាមជាក់ស្ដែងចាអញ្ចឹងយើងតទៅសំណួរទី17សួរថាតើក្រុមការងារគណនេយ្យភាពសង្គមនៅក្នុងឃុំសង្កាត់លោកអ្នកមានចំនួនប៉ុន្មានអ្នកចាអញ្ចឹងខ្ញុំអាចឆ្លើយថា8នាក់ចាមានមន្ត្រីភូមិ5នាក់អញ្ចឹងហើយមានពលរដ្ឋ3នាក់ទៀតឬក៏មន្ត្រីមកពីផ្នែកផ្សេង3រូបទៀតចាបន្ថែមពីលើ5នាក់ហ្នឹងសរុប8នាក់ដែលគាត់កំពុងបម្រើការងារជាក្រុមការងារគណនេយ្យភាពសង្គមនៅក្នុងឃុំសង្កាត់របស់យើងចាអញ្ចឹងយើងតមកសំណួរទី18សួរថាតើក្រុមការងារគណនេយ្យភាពសង្គមបានទទួលប្រាក់ឧបត្ថម្ភដោយថវិកាឃុំសង្កាត់របស់លោកអ្នកដែរឬទេចាអញ្ចឹងខ្ញុំឆ្លើយថាបាទចាស់មានតែបើសិនយើងឆ្លើយថាទេចាឆ្លើយថាទេអញ្ចឹងសំណួរ3យើងរំលងទៅសំណួរទី22ហើយចាអត់សួរតទៅនឹងថវិកាទៀតទេចាអញ្ចឹងកន្លែងនេះខ្ញុំសូមឆ្លើយបាទចាស់មានចាអញ្ចឹងការឧបត្ថម្ភប្រមាណក្នុងមួយខែក្នុងមិនចាអញ្ចឹងខ្ញុំអាចឆ្លើយថាម្នាក់ទទួលបាន20000រៀលចាហើយប្រភពថវិកាគឺបានមកពីថវិការដ្ឋសុទ្ធសាធចាហើយតកតងជាមួយនឹងការឧបត្ថម្ភប្រចាំខែចាសំណួរទី21នេះសម្រាប់ក្រុមការងារគណនេយ្យភាពសង្គមសរុបយើងគឺមានចា
160000ចាតាមជាក់ស្ដែងចាគឺយើងឆ្លើយតាមជាក់ស្ដែងចាសំណួរទី22សួរអំពីការឧបត្ថម្ភថ្លៃសេវាទូរស័ព្ទថាយើងមានលទ្ធភាពឧបត្ថម្ភដល់ក្រុមការងារគណនេយ្យភាពសង្គមហ្នឹងក្នុងមួយខែប្រមាណចាអាចចាអញ្ចឹងបើសិនជាយើងគិតថាអូมันអាចឧបត្ថម្ភទេចាថាវិការស្ដួចស្ដើងចាយើងអាចដាក់0តែបើសិនជាយើងអាចឆ្លើយតាមលទ្ធភាពដែលយើងអាចឧបត្ថម្ភអញ្ចឹងករណីនេះខ្ញុំសូមឆ្លើយថាអាចឧបត្ថម្ភពី8000រៀលទៅ12000រៀលក្នុងមួយខែចាចាសំណួរទី18សំណួរទី23ដែលជាសំណួរចុងក្រោយនៅក្នុងផ្នែកទី1នេះសួរថាតើក្រុមគណនេយ្យភាពសង្គមត្រូវបានតែងតាំងដោយមេឃុំចៅសង្កាត់ឬទេចាអញ្ចឹងខ្ញុំសូមឆ្លើយថាបាទចាតែងតាំងដោយមេឃុំចៅសង្កាត់បើអត់ទេលោកស្រីអាចឆ្លើយថាអត់ទេចាអញ្ចឹងផ្នែកទី1យើងបំពេញចាប់សពគ្រប់ហើយអញ្ចឹងខ្ញុំសូមចុចសញ្ញាព្រួយដើម្បីឆ្លើយសំណួរបន្ទាប់ចាអញ្ចឹងនេះគឺជាផ្នែកទី2ដែលយើងសួរដែលកម្រងសំណួរយើងសួរអំពីមន្ត្រីភូមិចាអញ្ចឹងដើម្បីចូលទៅផ្នែកទី2នេះដំបូងគឺយើងត្រូវtick ចាគឺយើងត្រូវជ្រើសរើសភូមិសិនចាអញ្ចឹងសំណួរដំបូងនៅក្នុងផ្នែកទី2នេះចាឲ្យយើងជ្រើសរើសភូមិទាំងអស់ដែលនៅក្នុងឃុំសង្កាត់របស់យើងចាដើម្បីបំពេញចាអញ្ចឹងខ្ញុំសាកជ្រើសរើស2សិនចាតែបើសិនជាភូមិទាំង4នេះមាននៅក្នុងមូលដ្ឋានឃុំសង្កាត់លោកអ្នកចាលោកអ្នកអាចជ្រើសរើសទាំង4ចាតែបើសិនជាមានឃុំខ្លះគាត់បានភូមិខ្លះគាត់បានកាត់ចេញហើយឧទាហរណ៍ថាឃុំសំរោងចាហើយនឹងឃុំតបខ្លីនេះបានកាត់ចេញបាត់ទៅហើយចាអញ្ចឹងលោកស្រី tick ចាឬក៏ជ្រើសរើសតែ2បានហើយចាអញ្ចឹងខ្ញុំឧទាហរណ៍ថាក្នុងនេះខ្ញុំអត់ជ្រើសរើសទាំងអស់ទេគឺមានតែ2ទេដែលនៅក្នុងឃុំសង្កាត់បច្ចុប្បន្នណាចាតែភាគច្រើនគឺនៅក្នុងបញ្ជីនេះគឺភូមិទាំងអស់ហ្នឹងលោកស្រីអាចជ្រើសរើសបានទាំងអស់ហើយចាគាត់ថានេះខ្ញុំឧទាហរណ៍ឯក្នុងករណីថាឃុំមួយចំនួនតូចដែលមានភូមិមួយចំនួនត្រូវបានកាត់ចេញណាចាអញ្ចឹងខ្ញុំជ្រើសរើស2សិនចាចាំមើលថាបន្តមកទៀតកំឡុងសំណួរយើងសួរបែបម៉េចចាអញ្ចឹងខ្ញុំចុចសញ្ញាព្រួយដើម្បីឆ្លើយសំណួរបន្ទាប់ចាអញ្ចឹងបើយើងបានរើសភូមិចំណាចាអញ្ចឹងឥឡូវនេះព័ត៌មានសួរអំពីភូមិចំណាចាបើលោកស្រីមើលមកខាងស្ដាំដៃគឺឃើញមានលេខ1នេះចាលេខ1ចាលេខ1មានន័យថាជាភូមិទី1នៅក្នុងឃុំយើងហើយសំណួរចា V0 ចាប់ផ្ដើមសួរថាតើនៅភូមិចំណាមានទីស្នាក់ការសម្រាប់ប្រជាជនទំនាក់ទំនងដែរឬទេចាអញ្ចឹងបើសិនជាមានយើងចុចថាមានមកចាបើអត់ទេយើងចុចថាអត់មានបើមានទីតាំងមិនច្បាស់លាស់យើងអាចចុចថាមិនច្បាស់លាស់ចាអញ្ចឹងពេលនេះខ្ញុំសូមចុចថាមានទីស្នាក់ការអចិន្ត្រៃយ៍សម្រាប់ប្រជាជនទំនាក់ទំនងចាអញ្ចឹងផ្នែក A នេះគឺសួរអំពីព័ត៌មានមេភូមិចំណាចាអញ្ចឹងមេភូមិចំណានេះដំបូងគាត់សួរអំពីភេទចាអញ្ចឹងខ្ញុំសូមឆ្លើយថាគាត់មេភូមិយើងប្រុសចាបន្ទាប់មកសួរទី2សួរពីអាយុអញ្ចឹងខ្ញុំសូមថាអាយុគាត់គឺ55ឆ្នាំចាសូមបន្ទាប់សួរអំពីកម្រិតវប្បធម៌ចាអញ្ចឹងខ្ញុំសូមឆ្លើយថាកម្រិតវប្បធម៌គាត់គឺគាត់បញ្ចប់មធ្យមសិក្សាកម្រិត2ចាបាក់ឌុបចាហើយសំណួរបន្ទាប់នេះចាសួរថាតើរយៈពេលបំពេញការងារក្នុងតួនាទីជាមេភូមិមានរយៈពេលប៉ុន្មានគិតជាឆ្នាំចាអញ្ចឹងខ្ញុំឆ្លើយថាគាត់បំពេញបាន10ឆ្នាំហើយចាហើយបន្តមកទៀតសំណួរបន្ទាប់សួរថាតើរយៈពេលបំពេញការងារក្នុងតួនាទីជាអនុភូមិគិតជាឆ្នាំមានរយៈពេលប៉ុន្មានឆ្នាំចាសម្រាប់មេភូមិចំណាបច្ចុប្បន្នណាចាបើសិនជាលោកស្រីអត់ដឹងចាអាចរំលងតែបើលោកស្រីដឹងថាអូគាត់ជាប់ឆ្នោតមកជាមេភូមិតែម្ដងចាគាត់អត់បានបំពេញតួនាទីជាអនុភូមិហើយតមកមេភូមិអីអត់ទេចាអញ្ចឹងលោកស្រីអាចឆ្លើយថា0កន្លែងនេះចាគាត់ចាប់ផ្ដើមមកបំពេញតួនាទីជាមេភូមិយកតែម្ដងចាអញ្ចឹងសំណួរបន្តមកទៀត A6 នេះសួរថាតើគាត់បំពេញមេភូមិយើងបច្ចុប្បន្នហ្នឹងគាត់បំពេញតួនាទីជាសមាជិកភូមិគិតជាឆ្នាំរយៈពេលប្រហែលចាអញ្ចឹងគាត់អត់បានបំពេញតួនាទីជាសមាជិកភូមិនេះគឺគាត់ធ្វើការងារជាមេភូមិជប់ឆ្នោតចាជាមេភូមិតែម្ដងអញ្ចឹងខ្ញុំដាក់លេខ0ដែរចាបន្តមកទៀតសំណួរ A7 សួរថាតើមេភូមិនៅបំពេញការងារជាប្រក្រតីដែរឬទេចាអញ្ចឹងមានជំរើសច្រើនចាជំរើសទី1សួរថាគាត់នៅបំពេញការងារជាប្រក្រតីជំរើសទី2ឆ្លើយថាគាត់មិនសូវបានបំពេញការងារជាប់លាប់ទេដោយសារបញ្ហាសុខភាពចាឬក៏គាត់មិនសូវបានបំពេញការងារជាប់លាប់ដោយសារបញ្ហាផ្សេងឬក៏ចាជំរើសទី4ចាគឺគាត់មិនអាចបំពេញការងារបានអត់បានសោះតែម្ដងចាដោយសារបញ្ហាសុខភាពឬក៏បញ្ហាផ្សេងចាអញ្ចឹងករណីនេះខ្ញុំសូមឆ្លើយថាគាត់នៅបំពេញការងារជាប្រក្រតីចាតែបើសិនជាលោកមេភូមិក៏លោកស្រីមេភូមិគាត់មិនអាចបំពេញការងារបានទេចាយើងអាចឆ្លើយតាមជាក់ស្ដែងចាហើយបញ្ជាក់ពីមូលហេតុផងចាតែក្នុងករណីនេះខ្ញុំសូមឆ្លើយថាគាត់នៅបំពេញការងារបានជាប្រក្រតីចាដោយសារហេតុអីចាដោយសារពេលខ្លះខ្ញុំចុះទៅភូមិចាហើយទៅឃុំចាមានព័ត៌មានមួយចំនួនដែលខ្ញុំទទួលបានថាមេភូមិឬក៏អនុភូមិចាគាត់ជរាខ្លាំងឬក៏គាត់មានបញ្ហាសុខភាពអញ្ចឹងគាត់មិនអាចបំពេញការងារជាប់លាប់បានទេចាអញ្ចឹងលោកស្រីអាចឆ្លើយតាមជាក់ស្ដែងដែលហេតុថាកម្រងសំណួរយើងនេះគឺយើងចង់បានព័ត៌មានពិតចាអញ្ចឹងយើងសូមឆ្លើយសំណួរបន្តទៀតចាសំណួរបន្តសួរថាតើមេភូមិធ្លាប់ត្រូវបានប្រជាពលរដ្ឋប្តឹងដក
ពីមុខតំណែងជាប្រធានភូមិដែរឬទេចាអញ្ចឹងលោកលោកស្រីអាចឆ្លើយតាមជាក់ស្ដែងដែរបើមានឆ្លើយថាបាទចាបើអត់ទេឆ្លើយថាទេចាអញ្ចឹងករណីនេះខ្ញុំសូមឆ្លើយថាទេចាអញ្ចឹងយើងបានបំពេញព័ត៌មានមេភូមិចាប់សពគ្រប់ហើយអញ្ចឹងយើងបំពេញព័ត៌មានអនុភូមិតែម្ដងចាអញ្ចឹងនេះគឺព័ត៌មានពីអនុភូមិចំណាអញ្ចឹងកន្លែងនេះព័ត៌មានខ្ញុំឃើញថាសួរដូចទៅនឹងព័ត៌មានមេភូមិអញ្ចឹងខ្ញុំសូមទៅលឿនបន្តិចចាខ្ញុំអត់បរិយាយអីទៀតទេចាគឺខ្ញុំដឹងព័ត៌មាននេះជាក់លាក់អញ្ចឹងខ្ញុំសូមបំពេញយ៉ាងលឿនចាដើម្បីយើងអាចទៅមុខបានលឿនចាកម្រិតវប្បធម៌ចាទូនីតិគាត់គិតជាឆ្នាំចាឆ្នាំចាអញ្ចឹងកន្លែងនេះខ្ញុំសូមទៅលឿនបន្តិចចាចំណុច C ចាសួរអំពីព័ត៌មានសមាជិកភូមិចំណាដែលជាមន្ត្រីភូមិចាអញ្ចឹងខ្ញុំសូមទៅលឿនដែរចាគាត់សមាជិកភូមិហ្នឹងគឺគាត់ភេទប្រុសចាអញ្ចឹងគាត់អាយុម៉ែនខ្ញុំថាគាត់60ចាកម្រិតវប្បធម៌មធ្យមសិក្សាកម្រិត1រយៈពេលបំពេញការងារគាត់7រូបចាហើយបច្ចុប្បន្នគាត់នៅបំពេញការងារជាប្រកដីចាហើយគាត់មិនធ្លាប់ទៅបានប្រជាពលរដ្ឋប្តឹងដកចេញពីមុខតំណែងទេចាហើយសំណួរ D ចុងក្រោយនេះសួរថាតើមេភូមិអនុប្រធានភូមិនិងសមាជិកភូមិធ្លាប់ជួបពិគ្រោះយោបល់ចាអំពីការងារភូមិដែរឬទេចាធ្លាប់ប្រជុំពិគ្រោះយោបល់ដែរឬទេញឹកញាប់ប៉ុណ្ណាអញ្ចឹងលោកកសីអាចឆ្លើយតាមជាក់ស្ដែងចាចឹងសម្រាប់ភូមិចំណាយគឺគាត់ប្រជុំមួយខែម្ដងចាអញ្ចឹងខ្ញុំសូមឆ្លើយតាមប្រជុំមួយខែម្ដងចាតែបើសិនគាត់អត់ដែរប្រជុំឬក៏ម្ដងម្កាលអញ្ចឹងលោកស្រីអាចឆ្លើយតាមជាក់ស្ដែងចាអញ្ចឹងសម្រាប់ពេលនេះខ្ញុំសូមឆ្លើយថាគាត់ប្រជុំម្ដងម្កាលចាម្ដងក្នុងមួយខែចាអញ្ចឹងបន្ទាប់មកខ្ញុំបំពេញកម្រងសំណួរបន្ទាប់ទៀតចាខ្ញុំចុចសញ្ញាព្រួយចាអញ្ចឹងពេលនេះយើងចូលដល់ភូមិបន្លាយចាអញ្ចឹងសំណួរគឺដូចគ្នាជាមួយនឹងភូមិចំណាដែរអញ្ចឹងខ្ញុំសូមបំពេញទៅលឿនដែរចាខ្ញុំសូមទៅលឿនចាអត់ពីប្របទេដែលហេតុថាខ្ញុំដឹងច្បាស់ចាអញ្ចឹងខ្ញុំអាចបំពេញបានរហ័សទៅតាមអ្វីដែលខ្ញុំអាចដឹងពីមុនព័ត៌មានគាត់ចាចាសំណួរតើសួរថាតើមេភូមិអនុប្រធានភូមិនិងសមាជិកភូមិបានជួបប្រជុំពិគ្រោះយោបល់អំពីការងារភូមិនេះញឹកញាប់ប៉ុណ្ណាចាអញ្ចឹងសម្រាប់ភូមិប្រឡាយគឺគាត់ប្រជុំញឹកញាប់ចាអញ្ចឹងដាក់តែញឹកញាប់ចាបន្តមកទៀតយើងចាត់សញ្ញាព្រួញចាចាំមើលមានរឿងអីកាត់ឡើងចាអញ្ចឹងពេលចាត់សញ្ញាព្រួញទៅមានសារមួយលោតឡើងសារហ្នឹងប្រាប់ថាអ្នកបានជ្រើសរើសភូមិចំនួន2ដើម្បីបំពេញព័ត៌មានចាមិញភូមិចំណាមួយភូមិបលាយមួយហើយអ្នកបានឆ្លើយថានៅក្នុងឃុំសង្កាត់លោកអ្នកមានភូមិចំនួន4ចាអញ្ចឹងក្នុងសំណួរ Q1 យើងឆ្លើយថាមានភូមិ4ប៉ុន្តែដល់យើងជ្រើសរើសភូមិបំពេញគឺយើងជ្រើសរើសបានតែ2ទេចាអញ្ចឹងមានសារមួយទៀតចាបើយើងចុចសញ្ញាព្រួញទៅសារមួយទៀតហ្នឹងគឺរំលឹកយើងរំលឹកថាសូមអ្នកពិនិត្យការជ្រើសរើសភូមិម្ដងទៀតព្រោះភូមិដែលអ្នកជ្រើសរើសមិនស្មើនឹងចំនួនភូមិនៅក្នុងឃុំសង្កាត់លោកអ្នកទេចាព្រោះយើងជ្រើសរើសបានតែ2ចាហើយយើងឆ្លើយថាមាន4ចាអញ្ចឹងដើម្បីយើងត្រួតពិនិត្យសារឡើងវិញចាគឺលោកស្រីអាចចុចទៅលើសញ្ញាត្រេ3នៅខាងស្ដាំដៃផ្នែកខាងលើនេះចាអញ្ចឹងខ្ញុំសាកចុចមើលចាសញ្ញាត្រេ3នេះអញ្ចឹងលោកស្រីអាចមើលទៅលើកម្រងសំណួរយើងបានបំពេញពីមុនមកចាអញ្ចឹងកម្រងសំណួរដែលយើងឆ្លើយតាក់ទងមួយចំនួនភូមិនេះគឺ Q1 អញ្ចឹងខ្ញុំមើល Q1 Q1 នេះចាយើងឆ្លើយថា4ចាអញ្ចឹង4នេះគឺត្រឹមត្រូវចាអញ្ចឹងខ្ញុំអត់ធ្វើការកែប្រែទេចាប៉ុន្តែបើសិនជា4នេះមិនត្រឹមត្រូវលោកស្រីអាចធ្វើការកែប្រែបានចាចំនួនភូមិជាក់ស្ដែងណាចាបន្តមកទៀតខ្ញុំអាចទៅបញ្ជីភូមិចាផ្នែក A នេះបញ្ជីភូមិចាហើយខ្ញុំពិនិត្យចំនួនភូមិដែលខ្ញុំជ្រើសរើសសារឡើងវិញចាខ្ញុំជ្រើសរើសបាន2ភូមិចាអញ្ចឹងបើសិនជាធៀបពិតជាក់ស្ដែងយើងជ្រើសរើសខ្វះចាអញ្ចឹងតាមពិតមានភូមិសំរោងមួយទៀតអញ្ចឹងលោកស្រីអាចជ្រើសរើសភូមិសំរោងមួយទៀតបានចាប៉ុន្តែនៅក្នុងនេះខ្ញុំសូមជ្រើសរើស2ចាហើយបន្តមកទៀតខ្ញុំចុចសញ្ញាព្រួញចាមានន័យថាខ្ញុំជ្រើសរើសត្រូវហើយចាមាន2ភូមិទេនៅក្នុងបញ្ជីសំណួរចាអញ្ចឹងកម្រងសំណួរយើងចានេះយើងពេញហើយយើងអាចទៅមុខទៀតបានចាអញ្ចឹងសារតដែលនឹងលោតឡើងមកចាសារតដែលលោតឡើងមកចាឡើយនេះគេសួរសំណួរសួរថាតើមានភូមិផ្សេងទៀតត្រូវបន្ថែមដែរឬទេចាមិញយើងតែបំពេញបាន2ទេអញ្ចឹងខ្ញុំសូមឆ្លើយថាមានភូមិផ្សេងទៀតចាដែលត្រូវបន្ថែមអញ្ចឹងសួរថាតើមានចំនួនប៉ុន្មានចាអញ្ចឹងខ្ញុំសូមឆ្លើយថាមានចំនួន2ដែលត្រូវបំពេញបន្ថែមចានេះឧទាហរណ៍ថាមានភូមិថ្មី2ទៀតចាដែលត្រូវបានបង្កើតបន្ថែមនៅក្នុងឃុំប្រឡាយរបស់យើងចាអញ្ចឹងនៅនេះខ្ញុំនៅពេលយើងដាក់ថាមានភូមិ2ថ្មីអញ្ចឹងកម្រងសំណួរយើងសួរយើងតទៀតហើយចាគឺសួរសំណួរដដែលដូចសំណួរនៅក្នុងបញ្ជីលើកមុនអញ្ចឹងសួរ
ប៉ុន្តែគាត់ថាឲ្យយើងត្រូវបញ្ជាក់ឈ្មោះភូមិអីគេដែលបានបង្កើតថ្មីហ្នឹងឬក៏ភូមិអីគេដែលយើងត្រូវបំពេញបន្ថែមអញ្ចឹងខ្ញុំសូមឆ្លើយថាភូមិសំរោងចាឧទាហរណ៍លោកស្រីចាភូមិសំរោងចាអញ្ចឹងគាត់ឲ្យយើងវាយឈ្មោះភូមិសំរោងភ្លាមចាឈ្មោះភូមិហ្នឹងក៏លោតឡើងអញ្ចឹងពេលហ្នឹងសួរថាតើនៅភូមិសំរោងយើងមានទីស្នាក់ការសម្រាប់ប្រជាជនទំនាក់ទំនងឬទេចាអញ្ចឹងខ្ញុំសូមដាក់ថាមានអត់ច្បាស់លាស់ហើយដោយសារភូមិថ្មីចាអញ្ចឹងសំណួរនេះគឺសំណួរដដែលទេចាសួរពីមេភូមិអនុប្រធានភូមិហើយនឹងសមាជិកភូមិសាឡើងវិញអញ្ចឹងខ្ញុំសូមទៅលឿនចាព្រោះឧបមាថាខ្ញុំដឹងច្បាស់លាស់ហើយអំពីព័ត៌មានភូមិថ្មីចាចារយៈពេលបំពេញការងារគាត់20ឆ្នាំរយៈពេលបំពេញការងារអនុភូមិគាត់2ឆ្នាំសមាជិកភូមិគាត់បំពេញការងារបាន5ឆ្នាំចាចាព័ត៌មានអនុភូមិដូចគ្នាចាគឺសួរដូចចាកម្រងសំណួរលើកមុនអញ្ចឹងខ្ញុំសូមបំពេញទៅលឿនចាពេលបំពេញការងារ5ឆ្នាំចាចាព័ត៌មានពីសមាជិកភូមិចាខ្ញុំសូមទៅលឿនដែរចាគឺថាខ្ញុំមានព័ត៌មានគ្រប់គ្រាន់ចាខ្ញុំអាចឆ្លើយទៅលឿនចាចាហើយអញ្ចឹងភូមិសំរោងគាត់ប្រជុំក្នុងមួយខែម្ដងចាជួបពិគ្រោះគ្នាមួយខែម្ដងចាអញ្ចឹងខ្ញុំបំពេញព័ត៌មានភូមិសំរោងចប់ហើយខ្ញុំទៅភូមិមួយទៀតចាភូមិមិញខ្ញុំបន្ថែមភូមិ2ចាចាអញ្ចឹងភូមិមួយទៀតចាភូមិទី2ថ្មីហ្នឹងចាកំណងសំណួរសួរតែឈ្មោះអីអញ្ចឹងខ្ញុំដាក់ឈ្មោះថាភូមិពន្លៃចាឧទាហរណ៍ឯងចាអញ្ចឹងខ្ញុំសូមទៅលឿនដែរចាទីស្នាក់ការមានអត់ច្បាស់លាស់ចាមេភូមិស្រីចាអាយុ55ចាចាសូមបញ្ជាក់ដែរគឺឲ្យតែព័ត៌មានតទៅមួយលេខគឺយើងត្រូវបំពេញជាលេខឡាតាំងចាបើបំពេញជាលេខខ្មែរយើងគឺកម្រងសំណួរយើងអត់ស្គាល់ទេចាចាមេភូមិពន្លៃគាត់ធ្លាប់ធ្វើការងារជាអនុភូមិពីមុនមកចាអញ្ចឹងខ្ញុំសូមឆ្លើយតាមការពិតជាក់ស្ដែងចាតែឥឡូវហ្នឹងគាត់មានបញ្ហាសុខភាពចាគាត់បំពេញការងារបានជាប់លាប់ទេចាចាអញ្ចឹងដូចគ្នានេះព័ត៌មានអនុភូមិចាខ្ញុំសូមទៅលឿនដែរចា70ឆ្នាំចានេះព័ត៌មានពីសមាជិកភូមិចាភេទអាយុចាកម្រិតសិក្សារយៈពេលបំពេញការងារជាសមាជិកភូមិចាចាចាហើយសួរថាតើភូមិពន្លៃហ្នឹងធ្លាប់មានធ្វើការប្រជុំពិគ្រោះយោបល់ញឹកញាប់កណ្ណាដែរចាអញ្ចឹងខ្ញុំថាគាត់ប្រជុំញឹកញាប់ចាសម្រាប់ភូមិពន្លៃចាអញ្ចឹងចាអញ្ចឹងនៅពេលដែលយើងបំពេញព័ត៌មានចប់សពគ្រប់ហើយគឺសួរថាតើចាកម្រងសំណួរយើងនឹងបុកសរុបចាបុកសរុបថាពេលនេះអ្នកបំពេញព័ត៌មានភូមិចំនួន4ចាអញ្ចឹងចំនួនភូមិសរុបដែលអ្នកបានឆ្លើយនៅក្នុងសំណួរ Q1 គឺ4ភូមិហើយអ្នកបំពេញព័ត៌មានចំនួន4ភូមិគ្រប់គ្រាន់ហើយចាអញ្ចឹងមានន័យថាយើងបំពេញគ្រប់គ្រាន់ហើយចាអញ្ចឹងមានន័យយើងអាចបំពេញកម្រងសំណួរយើងតទៅមុខទៀតបានចាអញ្ចឹងសំណួរផ្នែក E នេះសួរថាតើមេភូមិធ្លាប់បានចុះហត្ថលេខាលើឯកសារណាខ្លះចាអញ្ចឹងមានឯកសារ3សំខាន់ចាទី1គឺលិខិតបញ្ជាក់ទីលំនៅចាទី2លិខិតបញ្ជាក់ប្រវត្តិដីធ្លីទី3គឺលិខិតបញ្ជាក់កិរិយាមាយាទចាសម្រាប់ប៉ុស្តិ៍នគរបាលឃុំសង្កាត់ណាអញ្ចឹងលោកស្រីអាចឆ្លើយតាមជាក់ស្ដែងថាបើសិនជាមេភូមិចាមេភូមិទាំង4របស់យើងហ្នឹងក៏ធ្លាប់បានបំពេញធ្លាប់បានចុះហត្ថលេខាលើឯកសារណាខ្លះលោកស្រីអាចបំពេញតាមជាក់ស្ដែងអញ្ចឹងនៅក្នុងនេះខ្ញុំសូមឆ្លើយថាគាត់បំពេញបានគ្រប់ទាំងអស់ចាតែបើការពិតគាត់អាចចារំលងចាអត់បានចុះហត្ថលេខាលើឯកសារណាមួយលោកស្រីក៏អាចឆ្លើយតាមការពិតជាក់ស្ដែងមានថាយើងមិនបាច់បំពេញកម្រងសំណួរមិនបាច់ឆ្លើយនៅសំណួរនឹងទេចាឬក៏ចម្លើយនឹងទេចាបើគាត់អត់បានចុះហត្ថលេខាលើឯកសារហ្នឹងចាអញ្ចឹងខ្ញុំឆ្លើយសំណួរបន្ទាប់ចាអញ្ចឹងសំណួរចុងក្រោយរបស់យើងសួរថាតើមេភូមិមានតួនាទីនិងភារកិច្ចអ្វីខ្លះចាអញ្ចឹងថ្ងៃនេះតម្រូវឲ្យលោកស្រីសរសេរចាអញ្ចឹងខ្ញុំសូមរៀបរាប់ថាគាត់មន្ត្រីភូមិយើងគឺមានតួនាទីនៅក្នុងការស្រង់ស្ថិតិចាស្រង់ស្ថិតិប្រជាពលរដ្ឋចាហើយមួយទៀតគឺគាត់បានចុះជួយចុះធ្វើផែនទីចាចុះសិក្សាផែនទីសេវាសង្គមចាចាហើយគាត់បានផ្ដល់ព័ត៌មានតាក់ទងជាមួយនឹងទៅពលរដ្ឋចាតាក់ទងរឿងចាអត្ថប្រយោជន៍នៅក្នុងប្រព័ន្ធគាំពារសង្គមចាចាលោកស្រីអាចសរសេរការងារជាក់ស្ដែងដែលចាមន្ត្រីភូមិរបស់យើងគាត់បានបំពេញការងារចាជាងក្នុងនេះខ្ញុំដាក់ខ្លីៗតែ3ចំណុចនេះទេចាបន្តទៀតខ្ញុំចុចសញ្ញាព្រួញឆ្លើយសំណួរបន្ទាប់ចាអញ្ចឹងមានន័យថាយកមានសំណួរអីត្រូវឆ្លើយទៀតទេចានេះជាសំណួរចុងក្រោយហើយអញ្ចឹងលោកស្រីអាចចុចប៊ូតុង submit ចា submit នេះមានន័យថាបញ្ជូនណាចាអញ្ចឹងលោកស្រីបើសិនជាគិតថាយើងឆ្លើយសំណួរហ្នឹងត្រឹមត្រូវគ្រប់គ្រាន់ហើយអាចចុចប៊ូតុង submit បានចាប៉ុន្តែមុនចុចលោកស្រីអាចមើលឃើញខាងស្ដាំនេះខាងស្ដាំកន្លែងគ្រីសបៃតងនេះឃើញដាក់
លេខ0មានន័យថាយើងអត់ទាន់បានបញ្ជូនកម្រងសំណួរអីនៅឡើយទេលេខ0ហ្នឹងមានន័យថា0ចាប៉ុន្តែនៅពេលយើងចាប់ផ្ដើមចុចចាឃើញលេខ0នេះបដូរមកលេខ1វិញកន្លែងគ្រីសបៃតងអញ្ចឹងមានថាយើងលោកស្រីបានឆ្លើយសំណួរចាកម្រងសំណួរមួយឲ្យបញ្ជូនរួចហើយចាហើយក៏មានសារលោតឡើងដែរថាកម្រងសំណួរយើងឆ្លើយបានជោគជ័យចាអញ្ចឹងលោកស្រីបានបំពេញកម្រងសំណួរនេះចាប់សពគ្រប់ហើយបើសិនជាមានព័ត៌មានកន្លែងណាដែលលោកស្រីអត់ទាន់បានយល់ច្បាស់ចាអាចសួរទៅមន្ត្រីចារាជធានីខេត្តរបស់យើងចាដើម្បីធ្វើការស្វែងយល់បន្ថែមចាសម្រាប់ពេលនេះនាងខ្ញុំសូមចាអរគុណសម្រាប់ចាការតាមដាននៅក្នុងការបំពេញកម្រងសំណួរមន្ត្រីភូមិនេះចាសូមអរគុណ